នៅវិក្មេងលឺចាស់ថាបារាំងស៊ីតែនំប៉័ងឯងហ្នឹងភ្លឺភ្នែកមែនហើយខ្ញុំចូលក្នុងទូតបារាំងហ្នឹងគឺគេលក់សិតតែនំប៉័ងអញ្ចឹងខ្ញុំត្រូវចូលស្ទឹងតាមបត់តែមិនបត់ចូលស្ទឹងដកអាវុធ 20000 រៀលរបស់ខ្ញុំហ្នឹងយកមកទិញអីហូបនៅក្នុងស្ថានទូតបារាំងខ្ញុំទិញនំប៉័ងបាន2ហើយនឹងនំខុកឃីមួយអស់17000ពេលច្រើនជាងហ្នឹងអស់ប៉ុន្មានបងបើហូបនំប៉័ងហើយវាគួរតែមានកាហ្វេដែរអាយឡាតេអត់ស្ករជាអីដែលតួឯកប្រុសរបស់យើងបានកំងមួយកែវហ្នឹងគឺ$2អញ្ចឹងច្បាស់ហើយថា20000រៀលហ្នឹងគឺស្គាល់ពាក្យបរាជ័យហើយមុនភ្លក់នំប៉័ងខ្ញុំក៏ដើរមើលទេសភាពនៅក្នុងស្ថានទូតគេបានមកជុំដែរនេះលើកទី1របស់ខ្ញុំហើយដែលចូលមកក្នុងស្ថានទូតបារាំងនេះបើនិយាយពីគម្រោងនោះគម្រោងពេកហើយ2-3ឆ្នាំហើយតែរំតែបានចូលមកលេងព្រោះរិសាតែមួយឆ្នាំហ្នឹងគេបើកឲ្យយើងចូលលេងតែមួយថ្ងៃទេអញ្ចឹងសូមមើលមុខអ្នកបានតែគម្រោងផងមានកំពុងមើលវីដេអូហ្នឹងអត់ទេគេសួស្តីអ្នកនរគ្នាបាទឥឡូវហ្នឹងគឺថាបន្ទាប់ពីដើរមកជុំហើយចូលដល់វគ្គភ្លក់នំប៉័ងដែលខ្ញុំបានទិញមិញគឺមាននំប៉័ង3នំប៉័ង2ខុកឃីមួយហើយនឹងកាហ្វេអាយឡាតេនេះគឺថាអត់ស្ករហ្មងគឺយើងសាកជាមួយនឹងរសជាតិកាហ្វេដែលអត់មានស្ករហ្មងចង់ដឹងថាវាមិនដែរយ៉ាងណាកាហ្វេក្នុងទូតបារាំងកាហ្វេគឺថាមានន័យដូចកាហ្វេក្រៅហ្នឹងដែរអូនឯងនិយាយ follow មួយហើយខ្ញុំចង់អត់ដឹងផងចាយ follow មួយណាល្អញ៉ាំនំប៉័ងអត់ញ៉ាំខូឃីអត់ញ៉ាំណែយកភីហ្នឹងហើយយកឬក៏យកនំប៉័ងហ៎អស់នំប៉័ងដោយសារមេមួយណាបន្ទាប់ពីចំណាយពេលប្រហែលជា2ម៉ោងនៅក្នុងទូតបារាំងមកគឺដល់ពេលដែលខ្ញុំទៅផ្ទះវិញហើយជួបខ្ញុំនៅវីដេអូក្រោយទៀត follow មួយ